សួស្តីថ្ងៃនេះមែនតើយើងថតឈុតវគ្គទទួលទេវតាដែលមានគ្រឿងរណ្ដាប់ទទួលទេវតាដែលរៀបចំផ្ទាល់ពីអ្នកគ្រូហើយនេះគឺជាប្រពៃណីតលៀនត្រឡប់របស់យើងដែលជារៀងរាល់ឆ្នាំនៅពេលដែលសង្ក្រាន្តឆ្នាំថ្មីគឺយើងតែងតែមានការរៀបចំរណ្ដាប់ទទួលទេវតាទៅតាមឆ្នាំរបស់ទេវតានីមួយៗហើយយើងថតនៅក្នុងបរិយាកាសផ្ទះខ្មែរដើម្បីបង្ហាញពីគ្រួសាររបស់ប្រជាជនខ្មែរនៅក្នុងឈុតនេះគឺនិយាយពីគ្រួសារដែលគាត់មកជួបជុំគ្នានៅថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលជាអញ្ញាថាជាប្រពៃណីតលៀនតដែលយើងតែជួបជុំគ្នាដើម្បីទទួលទេវតារួមគ្នាអបអរសាទររួមគ្នាក្នុងនាមជាគ្រួសារទាំងមួយហើយចាសប្បាយចិត្តមែនតើដែលបានធ្វើការនៅក្នុងគម្រោងនគរសង្ក្រាន្តដែលជាទី3នៃការសហការរវាងនឹងពុកនិងយុវ FC My name is Sydney and today we're on set shooting for Khmer New Year. This is my second Khmer New Year in Phnom Penh and I'm so excited. I love this time of year because we all get to come together and it makes our whole country and all of our people feel so united. So I'm very excited for this year's Khmer New Year. បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំឈ្មោះបានវាសនាเป็นការសប្បាយចិត្តណាស់ដែលបានចូលរួមនៃការថតនៅបុណ្យមហាសង្ក្រាន្តដែលទទួលទេវតាឆ្នាំថ្មីជាមួយ production ភ្លៀងគប់បាទមានផលលំបាកច្រើនណាស់ព្រោះហេតុអីក្រុមការងារច្រើនការថតរៀបចំតុបតែងតាំងពីម៉ោង 4 កន្លះម៉ោងមកដល់នេះមិនធម្មតាទេឥឡូវម៉ោង 1 ទៅរកបាយហ្នឹងហើយព្រោះការថតតាំងពីថ្ងៃពីម៉ោង 4 ភ្លើបហើយជាថ្ងៃនេះសួរថាដល់យប់ទៀតព្រោះថាដើម្បីបង្ហាញឲ្យបងប្អូនថាសកម្មភាពនៃការថតមានការលំបាកណាស់តែបើការចាក់ផ្សាយតាមបន្តិចទេ សួស្តីទាំងអស់គ្នានៅក្រោយហ្នឹងកំពុងតែរៀបចំកន្លែងលេងល្បែងជាប្រៃខ្មែរដែលជាធម្មតានៅថ្ងៃសង្ក្រាន្តគឺយើងតែងតែលេងល្បែងជាប្រៃខ្មែរដូចជាចៅឈូងបងអង្គុញវាយក្អមពីប្រវត្តិតារាងស្ឈើអញ្ចឹងនៅខាងក្រោយនេះឃើញហ្នឹងគឺយើងវាយក្អមហ្នឹងហើយអញ្ចឹងមានកម្មវិធីច្រើនមែនតើនៅក្នុង sport របស់នគរសង្ក្រាន្ត ហើយចឹងក្នុងនេះ spot នេះគឺយើងចង់ផ្ដោតសំខាន់ទៅលើទស្សនវិជ្ជានៅទីក្រុងភ្នំពេញនៅថ្ងៃពីបុណ្យចូលឆ្នាំខ្មែរជាពិសេសគឺនៅចតុមុខ Bob Street ដែលជាទីកន្លែងកម្សាន្តថ្មីរបស់ភ្នំពេញរបស់យើងតែម្ដងដែលមានម្ហូបចំណីអាហារនិងការកម្សាន្តផ្សេងៗ ចាឥឡូវនេះនឹងខ្ញុំនៅមុខព្រះបរមរាជវាំងនៅក្នុងឈុតឆាកត្រង់វគ្គលក់នំបញ្ចុកញ៉ាំនៅលើមុខវាំងតែម្ដងហើយខ្ញុំជឿថាទាំងអស់គ្នាប្រកាសជាមានការចងចាំជាមួយការញ៉ាំអីនៅមុខវាំងច្រើនដូចញ៉ាំនំបញ្ចុកសាច់គោអាំងពងទាកូនប្រហិតបុកល្ហុងងៀតអីអញ្ចឹងណាអញ្ចឹងចាំមើលទាំងអស់គ្នាណ៎ មានលក្ខណៈសម្គាល់អីគេដឹងតែតួឯងអត់ឲ្យមើលថ្ងៃអ្នកហៅណាទៅពេទ្យពេទ្យហ្នឹងពេទ្យហ្នឹងហើយទៅ